បងមិនឈឺស្មានហ្នឹងមែនទេបងអញ្ចឹងបើសិនជាបងឈឺស្មានហ្នឹងបងព្យាយាមហាត់លើកចេះលើកក៏អត់បានដែរហើយបងព្យាយាមលើកមកក្រោយចេះបងហាត់មួយឆ្នាំទៀតក៏អត់ធូរដែរអញ្ចឹងថ្ងៃនេះខ្ញុំមានលំហាត់5មួយចំនួនដែលបងទៅហាត់បងព្យាយាមហាត់រាល់ថ្ងៃហើយមួយថ្ងៃបងហាត់2 3ដងក៏អត់អីដែរកាន់តែហាត់កាន់តែឆាប់ធូរទី1ហ្នឹងគឺបងប្អូនបងលាតជើងចេះនេះលាតជើងដូចខ្ញុំអញ្ចឹងហើយមួយទៀតបងធ្វើដៃចេះធ្វើដៃមកឲ្យលាតហើយមួយទៀតដៃមកនេះវិញបងធ្វើលាតដូចគ្នាហើយបងធ្វើបែបនេះ100ដងធ្វើបែបនេះ100ដងគឺធ្វើស្រួលមែនតើបងប្អូនធ្វើឲ្យគឺជួយបន្ធូរសរសៃដៃស្មារបស់យើងបានច្រើនបង100ដងហ្នឹងបងធ្វើខ្វែងគ្នាបានន័យថាម្ដងយើងធ្វើដាក់ដៃស្ដាំលើហើយម្ដងទៀតយើងដាក់ដៃស្ដាំក្រោមចាគឺយើងធ្វើ100ដងចាបងបន្ទាប់មកបងដាក់ដៃដូចខ្ញុំចេះដាក់ដៃមេដៃនេះហើយយើងវាស់ទៅត្រឹមច្រមុះរបស់យើងហើយកែងដៃនេះបងកុំដាក់ខ្ពស់ពេកចេះចាកុំដាក់ខ្ពស់ពេកចេះណាបងដាក់ត្រឹមនេះចាហើយដាក់មេដៃត្រឹមច្រមុះយើងមកហើយយើងព្យាយាមបើកចាគឺយើងធ្វើបែបនេះ50ដងបងនៅពេលដែលបងធ្វើទៅបងមានអារម្មណ៍ថាក្តៅនៅកណ្ដាលខ្នងហើយក្តៅនៅស្លាបកាជៀវគឺធ្វើបែបនេះគឺបានផលពិតហើយបងប្អូនគឺជួយបងប្អូនបានណាចាហើយចុងក្រោយបងម៉ែងដាក់ដៃមេដៃចេញចេះហើយដើមដៃនេះធ្វើម៉េចឲ្យស្របនឹងដងខ្លួនយើងចេះយើងមិនបាច់អឹបពេកទេបងធ្វើធម្មតាគ្រាន់ថាដើមដៃនេះគឺស្របនឹងខ្លួនយើងហើយមេដៃនេះគឺចេញក្រៅហើយបងប្អូនព្យាយាមធ្វើចេះបងធ្វើចេះចាម៉ែងធ្វើដូចខ្ញុំមកគឺស្រួលហើយបងប្អូនចាហើយមួយទៀតហ្នឹងគឺនេះយើងមានអារម្មណ៍ថាសាច់ដុំនៅកន្លែងនេះគឺលលាចាការជាប់សាច់ដុំដើមដៃហ្នឹងភាគច្រើនបងប្អូនអ្នកធ្វើការងារធ្ងន់ឬក៏ប្រឹងកាប់របស់អីរឹងឬក៏បងប្អូនដែលគេងចាមកបងងើបឡើងមកគេងមានអារម្មណ៍ថាជាប់សាច់ដុំហ្នឹងបងព្យាយាមហាត់ទៅមួយថ្ងៃ3ដងរឹតតែល្អចាហើយវិធីនេះគឺបងអាចធ្វើ30ទៅ50ជុំបានចាជំរាបសួរបងប្អូនសូមណែនាំផ្នែកសុខភាពពីគឹមសានដែលមាន2ជម្រើសសម្រាប់បងប្អូនដែលចូលចិត្តទៀតមានទៀតចូលចិត្តខ្ពស់មានខ្ពស់ហើយមានកលៈត្រូកចាលក្ខណៈផាសុខភាពទន់ស្រួលគេងអត់ជាប់កអត់ជាប់ស្មាអត់រោយឆ្អឹងខ្នង